សូមជម្រាបសួរលោកគ្រូគិនចន្ទថាថ្ងៃនេះខ្ញុំមកធ្វើពីវីដេអូឆ្លុះបញ្ចាំងពីមេរៀននៅក្នុងសប្តាហ៍ទី10ដែលបានរៀនកាលពីយប់មិញបាទអញ្ចឹងនៅក្នុងសប្តាហ៍ទី10ហ្នឹងគឺរៀនអំពីការវាយតម្លៃផលបត្តិដែលភាសាអង់គ្លេសហៅថា portfolio assessment បាទអញ្ចឹងវត្ថុបំណងនៅក្នុងការរៀនមេរៀននេះគឺដើម្បីកំណត់បានពីនិយមន័យការវាយតម្លៃផលបត្តិកតាស់ឬក៏ផលបត្តិ digital បាទហើយផលបត្តិនឹងវាមានគុណសម្បត្តិនិងគុណវិបត្តិខ្លះអញ្ចឹងយើងនឹងនិយាយក្នុងមេរៀនហ្នឹងនិងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលបត្តិនៅក្នុងការបង្រៀនហើយមួយទៀតគឺរៀបរាប់ពីចរិតលក្ខណៈផលបត្តិដែលមានសិទ្ធិភាពជំហាននៅក្នុងការអនុវត្តនិងសារៈសំខាន់ផលបត្តិ digital ហើយកំណត់ពីវេទិកាដែលអាចផ្ទុកផលបត្តិ digital សម្រាប់ការប្រើប្រាស់នៅក្នុងការបង្រៀននិងការរៀនតាមមុខវិជ្ជាហើយទម្លាប់ប្រើប្រាស់ផលបត្តិហ្នឹងដើម្បីឲ្យដឹងពីការតាមដានការរីកចម្រើនរបស់សិស្សនីមួយៗបានជាប់លាប់ហើយមាតិកាដែលយើងនឹងនិយាយនេះគឺទី1ការបញ្តម្លៃផលបត្តិទី2ចរិតលក្ខណៈផលបត្តិទី3គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិទី4គឺប្រភេទនៃផលបត្តិទី5ការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិហើយទី6គឺការសង្ខេបឡើងវិញបាទអញ្ចឹងទី1គឺការវិតម្លៃផលបត្តិអញ្ចឹងមុននឹងយើងយល់ពីខ្លឹមសារនឹងកាន់តែច្បាស់គឺយើងត្រូវយល់ថាអ្វីជា portfolio ឬក៏ផលបត្តិនេះអញ្ចឹង portfolio ហ្នឹងគឺជាដំណើរការនៃការប្រមូលទិន្នន័យនិងការវិតម្លៃតាមឋានៈឬក៏ការបញ្ចប់ដើម្បីជាឯកសារនៃវឌ្ឍនភាពឆ្ពោះទៅការសម្រេចភាពជោគជ័យរបស់ការសិក្សាយើងហើយយើងត្រូវប្រមូលស្នាដៃការងារផ្សេងៗដើម្បីជាផុសតាំងនៅក្នុងការរីកចម្រើននេះហើយ portfolio ហ្នឹងក៏ប្រាប់ពីចំណុចរីកចម្រើនក្នុងការសិក្សារបស់សិស្សហើយការប្រមូលកិច្ចការនឹងហាងជាផុសតាំងនៅក្នុងការសិក្សារបស់សិស្សនឹងផងដែរចា៎ហ្នឹងគឺជា portfolio ឬក៏ផលបត្តិបាទអញ្ចឹងការវិតម្លៃផលបត្តិហ្នឹងមានន័យថាម៉េចការវិតម្លៃផលបត្តិហ្នឹងគឺជាការវិតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សតាមរយៈនៅក្នុងរយៈពេលណាមួយបាទអញ្ចឹងចំណុចទី2គឺនិយាយអំពីចរិតលក្ខណៈនៃផលបត្តិអញ្ចឹងដើម្បីប្រមូលផ្ដុំកិច្ចការសិស្សដែលត្រូវរៀបចំជាផលបត្តិយើងត្រូវផ្ដោតសំខាន់ទៅលើលក្ខណៈពិសេស3យ៉ាងទី1គឺការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់យើងមិនមែនចិត្តទៅប្រមូលមកហើយទី2គឺយើងត្រូវឲ្យសិស្សនឹងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលក្នុងផលបត្តិហ្នឹងហើយទី3គឺឲ្យសិស្សចូលរួមយ៉ាងសកម្មនៅក្នុងការឆ្លុះបញ្ចាំងអំពីខ្លួនឯងមានន័យថាយើងដាក់កិច្ចការណាគាត់ហើយយើងត្រូវឲ្យគាត់ឆ្លុះបញ្ចាំងខ្លួនឯងថាកិច្ចការដែលយើងបានដាក់ហ្នឹងគាត់បានខិតខំប៉ុណ្ណាគាត់រីកចម្រើនប៉ុណ្ណានិងគាត់ត្រូវកែលម្អអីប៉ុណ្ណាមានចំណុចល្អអីខ្លះចឹងហើយនៅក្នុងចរិតលក្ខណៈនៃផលបត្តិហ្នឹងគឺនិយាយពីទី1គឺគោលបំណងគឺបន្ស៊ីជាមួយវត្ថុបំណងស្តង់ដារនិងបំណិនសតវត្សទី21ហើយនិយាយពីផលិតភាពការងារមានការប្រមូលផ្ដុំនិងរៀបចំបានល្អពីលក្ខណៈជាប្រព័ន្ធអីចឹងទៅហើយសិស្សត្រូវចូលរួមនិងលើកទឹកចិត្តក្នុងកម្រិតមួយដ៏ខ្ពស់ហើយកិច្ចការគឺជាស្នាដៃរបស់សិស្សម្នាក់ៗហ្នឹងជ្រើសរើសខ្លឹមសារមេរៀនដែលខ្លួនឯងឲ្យសិស្សនឹងជ្រើសរើសដោយខ្លួនឯងហើយការណែនាំដែលបានបង្កើតគឺត្រូវបានប្រើនៅក្នុងការសរសេរខ្លឹមសារមេរៀនហើយឆ្លុះបញ្ចាំងរបស់មានការស្វែងរកបញ្ចាំងរបស់សិស្សដែលឆ្លុះបញ្ចាំងពីខ្លួនឯងសិស្សមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់និងសមស្របសម្រាប់ការវិនិច្ឆ័យហើយប្រមូលផ្ដុំរវាងគ្រូនិងសិស្សដើម្បីកំណត់ការវិតម្លៃនេះថាការវិតម្លៃនេះគឺសហការគ្នាទី3គឺគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិអញ្ចឹងខ្ញុំនឹងនិយាយពីគុណសម្បត្តិមុនណាគុណសម្បត្តិនៃការប្រើប្រាស់ portfolio ហ្នឹងគឺជំរុញស្វ័យវិតម្លៃនិងការវិតម្លៃបែបសហការរបស់សិស្សបង្កើនការលើកទឹកចិត្តសិស្សនិងផ្ដោតលើចំណុចខ្លាំងនិងចំណុចដែលពួកគាត់អាចធ្វើបានហ
ហើយវាតម្លៃមានលក្ខណៈជាបុគ្គលហើយផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចការរបស់ពុកម្ដាយមានភាពបត់បែននិងប្រែប្រួលតាមអាយុរបស់មុខវិជ្ជាឬក៏ប្រភេទផលិតផលសមត្ថភាពនិងចំណាប់អារម្មណ៍នៃរបៀបការរៀនហ្នឹងបាទអញ្ចឹងគុណសម្បត្តិមានប៉ុណ្ណឹងហើយចំពោះគុណវិបត្តិវិញគឺមានត្រូវបណ្ដុះបណ្ដាលគ្រូឲ្យបានអាចបានយល់ដឹងពី portfolio ហ្នឹងដើម្បីមានភាពត្រឹមត្រូវនិងប្រសិទ្ធភាពហើយពិបាកក្នុងការដាក់បន្ទុកនៅឲ្យមានធ្វើជាទៀបអញ្ចឹងវាពិបាកក្នុងការដាក់បន្ទុកដែរព្រោះ portfolio ហ្នឹងវាមានច្រើនផ្នែកអញ្ចឹងណាអញ្ចឹងវាបាក់ហើយចំណាយពេលច្រើនទៀតក្នុងការវិនិច្ឆ័យហ្នឹងហើយសិស្សអាចជ្រើសព័ត៌មានឲ្យចូលក្នុងផលបត្តិមិនបានល្អទេព្រោះយើងនឹងថានៅក្នុងអាបធម្មគឺក្មេងគាត់វាមានការគិតនិងមានកម្រិតចឹងវាមិនសូវបានល្អទេហើយគំរូនៃផលិតផលសិស្សអាចនាំទៅភាពខ្សោយនៃការទទួលទៅកម្មតែពុកម្ដាយសិស្សពិបាកក្នុងការយល់ពីផលបត្តិហ្នឹងតែខ្លះគាត់អត់យល់ទេអត់ពុកម្ដាយខ្លះគាត់មានន័យថាគាត់អត់សូវបានទទួលដំណឹងពីការវិវត្តនៃការអប់រំវិស័យអប់រំអញ្ចឹងគាត់អត់យល់ពីផលបត្តិហ្នឹងទេអញ្ចឹងក៏វាជាឧបសគ្គមួយដែរហើយជំនដល់ចំណុចទី4គឺប្រភេទផលបត្តិអញ្ចឹងប្រភេទផលបត្តិនេះគឺមាន4ប្រភេទធំប៉ុន្តែគេក៏បន្ថែមប្រភេទ digital មួយទៀតផងដែរប្រភេទទី1នេះគឺផលបត្តិស្នាដៃហើយប្រភេទទី2គឺផលបត្តិសមត្ថភាពហើយប្រភេទទី3ផលបត្តិគម្រោងប្រភេទទី4ផលបត្តិប្រាប់ពីកាយឬចំណាយហើយបន្ថែមមួយទៀតដែលគេរាប់បញ្ចូលនោះគឺផលបត្តិ digital មានថាគេអាចយកផលបត្តិទាំង4ហ្នឹងរួមបញ្ចូលគ្នាអាហ្នឹងគេហៅថាផលបត្តិ digital ហើយប្រភេទផលបត្តិមានផលបត្តិស្នាដៃគឺមានន័យថាបង្ហាញពីគោលបំណងកិច្ចការបានល្អសម្រាប់សិស្សឬក៏អ្វីដែលមានមោទនភាពណាអញ្ចឹងវាអាចប្រើជាការចងចាំឬក៏ប្រើដើម្បីទំនាក់ទំនងជាមួយគ្រួសាររបស់សិស្សហ្នឹងហើយផលបត្តិសមត្ថភាពនឹងបង្ហាញពីកម្រិតនៃការសម្រេចចិត្តសម្រាប់លទ្ធផលដោយគោរពតាមគោលដៅសិក្សាឬលទ្ធផលរំពឹងទុកហើយប្រភេទហ្នឹងអាចប្រើជាមួយសិស្សនៅក្នុងគ្រប់កម្រិតថ្នាក់បានតែម្ដងហើយប្រភេទទី3គឺផលបត្តិគម្រោងប្រើប្រាស់ដើម្បីចងក្រងឯកសារនៃការបញ្ចប់ជំនាញនីមួយៗក្នុងគម្រោងដែលបានលើកឡើងយ៉ាងពេលមួយណាហើយផលបត្តិទី4គឺប្រាប់ពីកែចម្រើនមានថាបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការសិក្សាវិជ្ជាណាមួយដែលកាន់តែប្រសើរអញ្ចឹងវាបង្ហាញក្នុងរយៈពេលមួយដើម្បីបង្ហាញការរីកចម្រើនទៅតាមតែប្រសើរចំក្រោយគឺផលបត្តិ digital ហ្នឹងគឺការផ្លាស់ប្ដូរការប្រមូលភស្តុតាងអេឡិចត្រូនិកដែលជាធម្មតាគឺត្រូវបានគ្រប់គ្រងនិងរក្សាទុកនៅលើអ៊ីនធឺណិតដោយកម្មវិធី software app ណាហើយសារៈសំខាន់នៃផលបត្តិ digital គឺផ្ដល់នូវការរក្សាទុកព័ត៌មានប្រកបដោយសិទ្ធិភាពនិងសុវត្ថិភាពហើយសិស្សអាចបន្ថែមឧទាហរណ៍ឆ្លុះបញ្ចាំងនិងទាញសន្និដ្ឋាននៃខ្លួនឯងបានហើយចំណុចទី5នេះគេនិយាយពីការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិអញ្ចឹងនៅក្នុងការរៀបចំនោះមាន9ជំហាននៅក្នុងការវិតម្លៃផលបត្តិហ្នឹងបាទអញ្ចឹងជំហានទី1គឺយើងត្រូវកំណត់ត្រូវមានកំណត់ច្បាស់លាស់អំពីគោលបំណងនៃការវិតម្លៃហើយលើកកម្ពស់អាយ៉ាងវត្តប្រសិទ្ធអភិវឌ្ឍបំណិនសតវត្សទី21ហើយបន្ស៊ីវាជាមួយនឹងស្តង់ដារខ្លឹមសារមុខវិជ្ជាឲ្យបានលទ្ធផលសិក្សារំពឹងទុកនៃមុខវិជ្ជាហ្នឹងល្អប្រសើរដោយកំណត់ដោយក្រសួងហើយជំហានទី2គឺកំណត់បរិញ្ញាបត្ររូបរាងឬក៏ digital ចឹងខ្លឹមសារផលបត្តិអាចលើកระดับដែលបានបោះពុំនិងរក្សាទុកក្នុងchrono អញ្ចឹងយើងតាមថ្នាក់យើងមាន chrono មួយដើម្បីដាក់វាទៅហើយទី3គឺត្រូវកំណត់ខ្លឹមសារនៃផលបត្តិហ្នឹងអញ្ចឹងយើងត្រូវមានគំរូកិច្ចការការវិតម្លៃតាមលំដាប់នៃគំរូកិច្ចការហ្នឹងហើយមានឧទាហរណ៍មានអីជាក់លាក់អញ្ចឹងហើយយើងត្រូវបត់បែនតាមគោលតាមសិស្សនីមួយៗផងដែរអាចធ្វើវាដោយតែដដែលបានទេជំហានទី4គឺត្រូវកំណត់ការណែនាំស្វ័យវិតម្លៃនិងលក្ខណៈវិនិច្ឆ័យនៃការដាក់បន្ទុករបស់សិស្សអញ្ចឹងយើងបង្កើតគោលការណ៍ណែនាំសម្រាប់ស្វ័យឆ្លុះបញ្ចាំងឲ្យសិស្សវិតម្លៃដោយខ្លួនឯង
ចំណាយជំហានទី5ពិនិត្យឡើងវិញជាមួយនឹងសិស្សហើយយើងពន្យល់ពីផលបត្តិនឹងហើយបង្ហាញឧទាហរណ៍និងផ្ដល់ឱកាសឲ្យសិស្សចូលរួមសួរនិងផ្ដល់ជារចនាសម្ព័ន្ធគ្រប់គ្រងទៅដល់សិស្សដើម្បីលើកទឹកចិត្តគាត់ឲ្យមានស្មារតីក្នុងការធ្វើកិច្ចការនឹងចឹងហើយទី6ដាក់ខ្លឹមសារមេដាខ្លឹមសារហ្នឹងយើងត្រូវពិចារណាលើភាពស្មុគស្មាញនិងគោលដៅសិក្សារបស់យើងបានរំពឹងទុកហ្នឹងហើយយើងត្រូវបន្ថែមវាជាប្រចាំនៅក្នុងchrono ជំហានទី7គឺស្វែងរកតម្លៃរបស់សិស្សលើខ្លឹមសារមេរៀនអញ្ចឹងយើងបង្រៀនសិស្សឲ្យចេះវិភាគនិងរិះគន់កិច្ចការដែលខ្លួនបានធ្វើហ្នឹងដើម្បីចាប់ផ្ដើមឆ្លុះបញ្ចាំងពីភាពសាមញ្ញឈានទៅរកការវាយតម្លៃកាន់តែស្មុគស្មាញជាងមុនហើយប្រាប់ពីតម្រុយឬក៏សំណួរលើកទឹកចិត្តគាត់ឲ្យចូលរួមអញ្ចឹងជំហានទី8គឺវាយតម្លៃរបស់ការវាយតម្លៃរបស់គ្រូតើមានព័ត៌មានត្រឡប់អញ្ចឹងយើងពេលយើងវាយតម្លៃកូនសិស្សមួយយើងត្រូវជូនព័ត៌មានត្រឡប់ទៅកាន់គាត់ថាត្រូវគាត់ត្រូវកែលម្អចំណុចណាខ្លះអញ្ចឹងហើយគ្រូនឹងវាយតម្លៃផលបត្តិដោយប្រើតារាងវិជ្ជាឬក៏វាយតម្លៃគុណភាពរួមដោយការវាយតម្លៃហ្នឹងរួមបញ្ចូលឯកសារជាលក្ខណៈបុគ្គលនិងការវាយតម្លៃលទ្ធផលសិក្សាបន្ទុកតាមម៉ោងសិក្សាជំហានទី8គឺការវាយតម្លៃរបស់គ្រូនឹងព័ត៌មានត្រឡប់ហ្នឹងយើងត្រូវបន្ថែមមួយចំណុចទៀតគឺត្រូវផ្ដល់មតិកែលម្អណែនាំដល់សិស្សពីការរីកចម្រើនហើយវិចារណាទៅលើនិក្ខេបបត្តិឬក៏លក្ខណៈវិនិច្ឆ័យនឹងការដាក់បន្ទុកហ្នឹងជំហានទី9កិច្ចប្រជុំរវាងគ្រូនិងសិស្សយើងត្រូវត្រួតពិនិត្យខ្លឹមសារឬឆ្លុះបញ្ចាំងនិងបង្ហាញការវាយតម្លៃរៀបចំការប្រជុំឲ្យបានទៀងទាត់ពេញមួយឆ្នាំហ្នឹងតែមានការវិភាគច្បាស់លាស់ចឹងបង្កើនទំនុកចិត្តនិងភាពនិងបញ្ជាក់ពីគោលបំណងនៃដំណើរការដែលយើងបានធ្វើហ្នឹងបាទហើយយើងសង្កត់ធ្ងន់នៅលើលទ្ធផលនិងវឌ្ឍនភាពនៃការរីកចម្រើនយើងកំណត់ពេលប្រជុំជាមួយសិស្សហ្នឹងប្រហែលជាពី10ទៅ15នាទីអញ្ចឹងទៅកុំយូរពេកហើយបដោតលើភាគបទសំខាន់កុំនិយាយបាណាណីយើងបដោតតែលើលទ្ធផលទៅចំណុចសំខាន់ណាស់បាទអញ្ចឹងជាសង្ខេបមកវិញសារៈសំខាន់នៃផលបត្តិហ្នឹងគឺជាការប្រមូលនិងការវាយតម្លៃស្នាដៃសិស្សដែលបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅសម្រាប់លទ្ធផលឬសារអំពើទុកនិងការសម្រេចនៅស្តង់ដារនៃការសិក្សារបស់សិស្សហ្នឹងហើយដោយចូលរួមបញ្ចូលនៅគោលការណ៍នៃការវាយតម្លៃការអនុវត្តជាមួយនឹងស្វ័យឆ្លុះបញ្ចាំងផលបត្តិតាមរយៈផលបត្តិអេឡិចត្រូនិកអាចជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីកែលម្អការសិក្សារបស់សិស្សនាពេលបច្ចុប្បន្ននេះសម័យឥឡូវជាសម័យ digital ជាមួយនឹងភាពបាត់បែនដែលមានផលបត្តិយើងមានចិត្តងាយស្រួលក្នុងការវាយតម្លៃជាលក្ខណៈបុគ្គលដូច្នេះយើងអាចបង្កើនការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយអត្ថន័យដែលសិស្សងាយយល់សម្រាប់សិស្សម្នាក់ៗបាទអញ្ចឹងនៅក្នុងមេរៀនហ្នឹងគឺមានតែប៉ុណ្ណឹងបាទសូមអរគុណគ្រូកេងថាសូមជម្រាប